ដើរតាមផ្លូវទៅសាលាតែម្ដងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមកថតសកម្មភាពរបស់ខ្ញុំរៀននៅសាលា Techno ចិត្ត meter ជួយអ្នកនរគ្នាមើលថាមានសកម្មភាពខ្លះអូខេថ្ងៃនេះទៅដល់យើងត្រូវរៀនគណិត2ម៉ោងជាមួយនឹងអ្នកគ្រូអំឡុងពេលដែលខ្ញុំរៀនគណិតហ្នឹងគឺថាខ្ញុំកំពុងតែធ្វើ assignment IT ឬធ្វើ Python នេះគេខ្ញុំឡើងអំវែងមិនហ្នឹងហើយបន្ទាប់ពីហ្នឹងមកយើងក៏បានចេញមករៀនខ្ញុំក៏បានទៅបន្តរៀនភាសាបារាំងរយៈពេល2ម៉ោងទៀតជាមួយនឹងម៉ាដាមហើយនេះសកម្មភាពខ្ញុំដើរទៅរៀននៅបាននេះហើយនេះគឺជាទិដ្ឋភាពតែនៅជុំវិញថ្នាក់ខ្ញុំរៀនអញ្ចឹងណាមានពណ៌បៃតងហើយនេះជាមិត្តភក្តិរបស់ខ្ញុំដែលរៀនមួយខ្ញុំបាននៅក្រុម EO 35 36យើងហ្នឹងហើយរៀនបានដល់ផ្លែតក៏ដល់ម៉ោងចេញទៅរៀនខ្ញុំទៅផ្ទះប៉ុន្តែខ្ញុំមិនតទៅផ្ទះទេខ្ញុំនៅសាលាថានៅថតវីដេអូជាមួយនឹងប្រិយមិត្តដែលរៀននៅ ETC យើងហ្នឹងថតសួរសំណួរចាស់លុយអីគេពីលេហ្នឹងហើយខ្ញុំក៏បានទៅផ្ទះបន្តពេលខ្ញុំទៅផ្ទះបងស្រីខ្ញុំក៏ឆាតសួរថាសួរទៅមើលណៃមកឃើញណៃធ្លាប់ទៅកពតវល់ល្ងាចជីរ៉េតបើទៅអត់ណាកូនហ្នឹងមានទៅវល់ល្ងាចដែរមែនទៅទីផឹកមកវិញល្ងាចអត់Red Bar ជាមួយដែលគេរួមការកសបតឡើងខ្លាំងមែនទែនបើសិនជាបងប្អូនមានដំណើរកំសាន្តទៅបណ្ដាខេត្តផ្សេងៗជាពិសេស25ខេត្តក្រុងហើយមានឡាវថៃវៀតណាមទៀតផងចឹងបងប្អូនអាចកសបតតាម Red Bar បានRed Bar គឺជា app មួយសម្រាប់កសបតឡើងក្រុងហើយ Red Bar ងាយស្រួលកសបតឡើងក្រុងខ្លាំងមែនទែនខកថ្ងៃទៅខកថ្ងៃមកតែម្ដងរួចជាស្រេចគេថាខ្ញុំដាក់ថ្ងៃដំណើរថ្ងៃ18ហើយថ្ងៃត្រឡប់ថ្ងៃ19យើងជិះបន្តទៅ app ក៏ select ឲ្យយើងរើសក្រុមហ៊ុនដែលយើងត្រូវជិះទៅយើងចង់ជិះក្រុមហ៊ុនណាក៏បានដែរមានច្រើនក្រុមហ៊ុនខ្លាំងមែនទែនតោះមកយើងរើសពេលវេលាដែលយើងធ្វើដំណើរទៅមានច្រើនពេលវេលាខ្លាំងមែនទែនសម្រាប់បងប្អូនធ្វើដំណើររើសអីចុចទីតាំងឡើងទីតាំងចុះហើយក៏បន្តទៅកសបតមួយទៀតគឺសបតធ្វើដំណើរត្រឡប់មកវិញអញ្ចឹងយើងចុចដដែលមកហើយយើងដាក់សញ្ជាតិខ្មែរមកឡើយនេះខ្ញុំភ្លេចដាក់សញ្ជាតិខ្មែរវាទៅអញ្ចឹងយើងចុចថាសញ្ជាតិខ្មែរអញ្ចឹងចុចទៅបន្តបង់លុយហើយការបង់លុយគឺស្រួលខ្លាំងមែនទែនមាន3ជំរើសសម្រាប់បងប្អូនទាំងអស់គ្នា Visa មាន AVA Pay QR code មាន Wing Bank អញ្ចឹងងាយស្រួលក្នុងការបងប្អូនកសបតឡើងខ្លាំងមែនទែនមានច្រើនជំរើសហើយមាន promotion ច្រើននេះផងនៅក្នុង app Red Bar មានច្រើន promotion ខ្លាំងមែនទែនអញ្ចឹងវាធ្វើឲ្យបងប្អូនទាំងអស់នេះ sale លុយក្នុងការធ្វើដំណើរទៀតផងតង់កសបតឡើងក្រោម complete app Red Bar ហើយហ្នឹងហើយខ្ញុំក៏បានទៅផ្ទះហើយត្រឡប់មកវិញគឺមករៀនម៉ោង IT រយៈពេល2ម៉ោងទៀតថ្ងៃនេះគឺរៀនម៉ោង3ម៉ោង5ម៉ោង IT យើងហ្នឹងម៉ោងធ្វើ Python ដែលខ្ញុំប្រាប់ដល់អ្នកថាមកកណិតខ្ញុំជាប់ធ្វើហ្នឹងគឺថាយកឲ្យអ្នកគ្រូហើយនេះចុះមក print កិច្ចការដែលអ្នកគ្រូដាក់ឲ្យថាយកឲ្យគាត់វិញយើងក៏បានយកឡើងឲ្យគាត់វិញតែម្ដងព្រោះបញ្ញាប់ហើយក៏យើងដល់មកទៅផ្ទះហើយអស់មកវិញបងប្អូនគ្នាមើលសកម្មភាពពីលើទៅសិតម៉ូតូស្រាយប៉ុន្តែអត់មានមនុស្សអត់សូវមានមនុស្សដើរជុំវិញហ្នឹងទេព្រោះច្រើនគាត់នៅថ្នាក់ហើយខ្ញុំក៏ជាសមាជិក Panda ម្នាក់នៅរៀននៅក្នុងសាលា Techno ដែរត្រឡប់មកផ្ទះវិញឃើញនឹងពពីយើងហ្នឹងតំណងពេកក៏ទិញមួយសម្រាប់ញ៉ាំទៅជាមួយនឹងទឹកដាក់មកពីសាលាហ្នឹងយើងអត់សូវមានលុយទេយើងដាក់ទឹកឲ្យពីសាលាហើយមកពីសាលាម៉ោង4ជាងខ្ញុំក៏ឆ្លៀតកាត់វីដេអូដែលខ្ញុំបានថតថ្ងៃមិញសម្រាប់ផុសជូនបងប្អូនទាំងអស់គ្នាមើលហើយល្ងាចខ្ញុំទៅរៀនភាសាអង់គ្លេសនៅសាលាបញ្ញាសាស្ត្រអញ្ចឹងទៅរឿងផ្លែក៏ដល់មកចេញវិញហើយវីដេអូនេះមានប៉ុណ្ណឹងទេអរគុណអ្នកនាងជួបគ្នានៅវីដេអូក្រោយ